សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើជាមួយនឹងយីអ៊ូផ្លែឈើសំគឺងាយឲ្យលឿនមកយើងមានក្រូចឆ្មាទឹកដោះគោខាប់ហើយនិងផ្លែឈើដំបូងយើងដាក់ទឹកដោះគោខាប់52អ្នកទាំងអស់គ្នាឆ្មាមកផ្លែរបស់ខ្ញុំនេះស្មើនឹង3សាប៊ីជាតិផឹកជូរចឹងខ្ញុំដាក់3សាប៊ីបើសិនជាអ្នកទាំងអស់គ្នាអត់ចូលចិត្តជូរទេដាក់តែ2សាប៊ីបានហើយណាតបមកខ្ញុំដាក់ជាមួយនឹងទឹកក្តៅ6សាប៊ីអ្នកទាំងអស់គ្នាបន្តមកទៀតយើងកូរវាឲ្យសព្វទៅសម្រាប់ទឹកហ្នឹងគឺយើងធ្វើភ្លាមផឹកភ្លាមណាទាំងអស់គ្នាកុំដាក់ឆាវយូរណាតមកខ្ញុំបិចជាមួយផ្លែឈើផ្លែប៉ោមអីចឹងណានិយាយទៅដាក់មួយប៉ោមឆ្ងាញ់ក៏ផឹកវាទៅទេក៏ឆ្ងាញ់ដែរនិយាយទៅរសជាតិរបស់វាគឺដូចយីអ៊ូកញ្ចប់ហ្មងនិយាយទៅអ្នកទាំងអស់គ្នាព្រោះទឹកកកតម៉ាត់ហើយទៅឆ្ងាញ់ណាមកទៀតយើងឆាក់ទឹកដោះគោមិញចូលនេះហើយនិយាយទៅលឿនហឡាហើយឆ្ងាញ់ទៀតអ្នកទាំងអស់គ្នាតែសម្រាប់ថ្ងៃហ្នឹងគឺជាថ្ងៃបុណ្យកុមារជូនពរឲ្យបងប្អូនមានសុខភាពល្អហើយហ៊ានពូកែណា